ចំពោះទី1រុក្ខជាតិនៅលើភពផែនដីមានភាវៈច្រើនណាស់ភាវៈខ្លះមានជីវិតដូចជាមនុស្សសត្វនិងរុក្ខជាតិរីឯភាវៈខ្លះទៀតឥតជីវិតដូចជាទឹកដីខ្យល់ពន្លឺព្រះអាទិត្យរ៉ែផ្សេងមេរៀនទី1បរិស្ថានធម្មជាតិដីទឹកភ្លើងខ្យល់មនុស្សសត្វរុក្ខជាតិសុទ្ធតែជាភាវៈដែលមាននៅក្នុងបរិស្ថានធម្មជាតិបរិស្ថានធម្មជាតិចែកចេញជាពីរគឺបរិស្ថានមានជីវិតនិងបរិស្ថានអត់ជីវិតបរិស្ថានធម្មជាតិបរិស្ថានមានជីវិតលំនៅឋាននៃភាវៈមានជីវិតទាំងអស់រុក្ខជាតិសត្វមនុស្សហៅថាបរិស្ថានមានជីវិតឧទាហរណ៍ត្រពាំងជាបរិស្ថានមានជីវិតព្រោះត្រពាំងជាលំនៅឋានរបស់ត្រីកង្កែបក្តាមឈូកដែលជាភាវៈមានជីវិតរស់នៅផ្ទះជាបរិស្ថានមានជីវិតព្រោះផ្ទះជាលំនៅឋានរបស់មនុស្សនិងសត្វផ្សេងមួយចំនួនដូចជាស្រមោចមូសដែលជាភាវៈមានជីវិតរស់នៅ